គេថាឲ្យមានសេចក្តីសម័យនិងក្តីសង្ឃឹម dream and hope ក្តីសម័យគឺដាក់នៅទិសដៅដែលយើងចង់ទៅសេចក្តីសង្ឃឹមគឺអ្វីដែលជំរុញទឹកចិត្តយើងឲ្យសម្រេចនៅសេចក្តីសម័យរបស់យើងបើគ្មានសេចក្តីសង្ឃឹមយើងបិទបានន័យថាលឺតែតូចចិត្តនឹងវាសនាយើងបិទសង្ឃឹមយើងហើយយើងអស់អីខំប្រឹកហើយគឺត្រូវខំប្រឹកគ្មានពីណាបិទសេចក្តីសង្ឃឹមរបស់យើងមិនឲ្យទៅរកសេចក្តីសម័យរបស់យើងក្រៅពីយើងខ្លួនឯងទេបរិស្ថានសង្គមអូខេទទួលស្គាល់ជំនាន់អពតបិទសិទ្ធិសេរីភាពរៀនជួសអ្នកចង់រៀនធ្វើវិស្វករក៏មិនរួចដែរតែឥឡូវនេះសិទ្ធិសេរីភាពនៅក្នុងការចាប់យកអាជីពកុំឲ្យទៅធ្វើអីខុសច្បាប់ថតកុនគ្រប់គ្រងរៀនធ្វើអីបានអញ្ចឹងគឺច្បាប់នឹងព្យាយាមយកដើម្បីធានានៅការវិវត្តផ្ទាល់ខ្លួនដែលជាធនធានសម្រាប់ប្រទេសជាតិរបស់យើងហើយបងប្អូនដែលសម្រេចចិត្តតស៊ូ2ឆ្នាំ3ឆ្នាំ4ឆ្នាំបានមកចប់ពេលនេះគឺខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការអបអរសាទរនិងកោតសរសើរចំពោះការសម្រេចចិត្តនិងការខិតខំដ៏បានត្រឹមត្រូវរបស់បងប្អូនទៅទីនេះ